បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្ទាប់ទាក់ទងទៅនឹងការប្រើប្រាស់នៃកម្មវិធី Microsoft Excel 2024បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការបើកឯកសារកាលពីវីដេអូមុនខ្ញុំបានបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការ save ទុកឯកសារអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការបើកឯកសារមកវិញជាធម្មតាអ្នកនរគ្នាតែងតែបើកឯកសារដែលយើងប្រើតាមលក្ខខណ្ឌដូចដែលខ្ញុំបង្ហាញក្នុង slide អ្នកនរគ្នាណាបាទអញ្ចឹងអ្នកនរគ្នាអាចធ្វើការចុចនៅលើពាក្យ file ជ្រើសរើសពាក្យថា open បាទរើសទីតាំងនិងឈ្មោះឯកសារយើងចង់បើកមកចុចលើប៊ូតុង open តែក៏យើងមានករណីដែលយើងប្រើ shortcut key ដើម្បីធ្វើការបើកប៉ុន្តែនៅពេលអ្នកនរគ្នាប្រើជាប្រចាំថ្ងៃអ្នកនរគ្នាអាចបានអនុវត្តតាមវិធីសាស្ត្រហ្នឹងទេអ្នកនរគ្នាតែងតែចូលទៅបើកនៅដល់ទីតាំងកន្លែងយើង save តែម្ដងបាទឥឡូវឧទាហរណ៍ថាកាលពីវីដេអូមុនខ្ញុំបានបង្ហាញអ្នកនរគ្នាពីរបៀបនៃការ save ខ្ញុំបាន save ឯកសារទុកនៅលើ desktop បាទឥឡូវខ្ញុំនឹងធ្វើការបើកតាមវិធីសាស្ត្រដែលជាផ្លូវការរបស់គេអ្នកនរគ្នាអញ្ចឹងខ្ញុំបើក Excel សិនបាទចាំមានថានៅពេលដែលខ្ញុំចង់ធ្វើការបើកឯកសាររបស់ខ្ញុំកាលពីថ្ងៃមុនគឺខ្ញុំចុចនៅលើពាក្យ file ខ្ញុំយកតែពាក្យថា open ហើយខ្ញុំ browse ទៅរកទីតាំងឯកសារបាទ desktop បាទហើយខ្ញុំមកទៅបើកនៅលើឯកសារនោះឃើញឈ្មោះឯកសារខ្ញុំចុចលើវាមួយហើយខ្ញុំចុច open អញ្ចឹងខ្ញុំនឹងបើកបានឯកសាររបស់ខ្ញុំកាលពីថ្ងៃមុនអញ្ចឹងវិធីសាស្ត្រនេះអ្នកនេះរៀងយូរមួយទៀតយើងអាចប្រើ control អក្សរ O ដើម្បីធ្វើការបើកឯកសារបានដូចគ្នាយើង browse ទៅរកទីតាំងដែលយើងទុកឯកសារបាទហើយបន្តមកទៀតយើងនឹងទៅរកមើលឈ្មោះឯកសាររបស់យើងនៅលើ desktop នេះឈ្មោះឯកសាររបស់យើងមកបាទអញ្ចឹងខ្ញុំចុចលើប៊ូតុង open អញ្ចឹងបើកបានដូចគ្នាប៉ុន្តែជាធម្មតាការបើកគេអត់សូវជាចាំបាច់ទៅធ្វើតាមលក្ខខណ្ឌនោះទេនេះយើងណាបាទអញ្ចឹងយើងអាចទៅបើកលឿនតែយើងទុកឯកសារនៅកន្លែងណាយើងចូលទៅដល់ទីតាំងហ្នឹងហើយយើង double click យកតែម្ដងនេះវិធីសាស្ត្រនៃការបើកឯកសារនៅក្នុងកម្មវិធី Microsoft Excel បាទសូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗទាក់ទងទៅនឹងការប្រើប្រាស់នៃកម្មវិធី Microsoft Excel បាទសូមអរគុណសូមជម្រាបលា